ថ្ងៃនេះគឺយើងនិយាយអំពីបច្ចេកទេសថ្មីមួយទៀតដែលទើបតែធ្វើការ list នៅក្នុង Binance គឺជា Home គឺជាបច្ចេក DeFi app មួយ Crypto Servicing app ដែលក្នុងនោះគឺយើងអាចធ្វើរឿងបានជាច្រើនទាក់ទងជាមួយនឹងវិស័យ Crypto ការ swap token ទាក់ទងជាមួយនឹងការ staking yield ហើយអាច cross chain បានទៀតផងពី app នេះគឺវាមានភាពងាយស្រួលមែនទែនទាក់ទងជាមួយនឹងវិស័យ Crypto ដោយសារតែវាមាន function ច្រើនមិនថាពាក់ព័ន្ធជាមួយនឹង AI ទាក់ទងជាមួយនឹង self custody មិនត្រូវការឲ្យយើងបំពេញ KYC ហើយយើងអាចធ្វើការ borrowing coin នៅក្នុងនឹងបានទៀតផងហើយមិនតែប៉ុណ្ណោះគឺវាមាន function ដែលយើងអាចធ្វើការ staking ដើម្បីទទួលបាន reward ចេញពី token home នេះបានដូចគ្នាដោយសារតែវាគឺជាប្រភេទ decentralized អញ្ចឹងគឺវាផ្ដល់សេរីភាពឲ្យយើងច្រើនមែនទែនក្នុងការប្រើប្រាស់នៅក្នុងវិស័យ crypto ហើយមួយទៀតគឺតទៅជាមួយនឹង stake it scale it នៅពេលដែលយើងធ្វើការ lock ជាមួយនឹង token home យើងអាច earn ជាមួយនឹង 3xp ក៏ដូចជាទទួលបាននឹង reward បន្តពីក្រោយនឹងទៀតផងដែរហើយចំពោះ project home នេះគឺមាន value រហូតដល់ទៅ 15,000 លានជាងឯណោះហើយវាក៏ទទួលបានការ support ពី platform ធំៗល្បីៗជាច្រើនផងដែរដូចជាតទៅជាមួយនឹង TradingView Lefi Hyperliquid Tonki Dynamic ហើយនឹង Zero Day អីជាដើមឥឡូវនេះចំពោះ project token home នេះគឺតែបាន leak ចូលទៅក្នុង Binance ហើយអ្នកគ្នាអាចចូលទៅធ្វើការវិនិយោគបានប៉ុន្តែមុននឹងធ្វើការវិនិយោគអ្នកគ្នាអាចចូលទៅធ្វើការ research បន្ថែមតាក់ទងជាមួយនឹងព័ត៌មានផ្សេងៗក៏ដូចជាអាចចូលទៅកាន់ website ផ្លូវការគេដើម្បីស្វែងយល់បន្ថែមផងដែរមុននឹងធ្វើការវិនិយោគអញ្ចឹងយើងមានតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹង project home យើងចូលទៅកាន់ព័ត៌មាន crypto របស់យើងបន្តទៀតUSPPI គឺបានកើនឡើងដល់ 2.6% ដែលវាលើសពីខែមុនដែលខែមុនគឺត្រឹមតែ 2.4% តែប៉ុណ្ណោះហើយនៅមួយទៀតគឺទៅជាមួយនឹង Trump Card ថ្មីដែលមានតម្លៃ$5 លានរបស់ President Trump ផ្ដល់នូវសិទ្ធិចូលពិសេសទៅកាន់សហរដ្ឋអាមេរិកហើយនៅមួយទៀតគឺទៅជាមួយនឹងនយោបាយប្រតិបត្តិការរបស់ Bank of America គឺគាត់បាននិយាយថាធនាគារកំពុងតែបង្កើត crypto stable coin ដោយខ្លួនឯងហើយនៅមួយទៀតទៅជាមួយនឹងក្រុមចរចារបស់សហរដ្ឋអាមេរិកហើយនឹងប្រទេសចិនបានព្រមព្រៀងទៅលើ Trade Framework បន្ទាប់ពីការចរចារយៈពេល2ថ្ងៃនៅក្នុងទីក្រុងឡុងហើយនៅមួយទៀតគឺទៅជាមួយនឹងក្រុមហ៊ុន Leta Logtech របស់ហុងកុងគឺបានធ្វើការស្នើទិញ Bitcoin ចំនួន $1.5 លានហើយនឹងមួយទៀតគឺទៅជាមួយនឹង Jobless Claim Data របស់សហរដ្ឋអាមេរិកដោយការរំពឹងទុកគឺ 242,000 ចំណែកឯជាក់ស្ដែងគឺវាឡើងរហូតដល់ទៅ 248,000 ឯណោះហើយសូម្បីតែលោក Maisai ដែលជាស្ថាបនិកនៃ app Meitu ហ្នឹងដែលជា app ចិនដែលយើងយកប្រើប្រាស់ក្នុងការកែសម្រោះកសិផលលើមុខហ្នឹងគាត់បាននិយាយផងដែរថា Bitcoin គឺជា digital gold ហើយនឹងទៅជាមួយនឹងប្រទេសកូរ៉េខាងត្បូងរយៈពេលចុងក្រោយហ្នឹងគឺយើងឃើញថាប្រទេសកូរ៉េខាងត្បូងគឺបានកលេចមើលទៅលើវិស័យ crypto ខ្លាំងមែនទែនជាពិសេសទៅលើ Bitcoin ដែលសម្បីតែលោក Lee Jae-myung ដែលគាត់គឺជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូងហ្នឹងហើយគាត់ក៏ជាអ្នកគ្រប់គ្រងនៅក្នុង Bitcoin ផងដែរតែគាត់បានសន្យាថានឹងធ្វើឲ្យ Bitcoin ETF ស្របច្បាប់នឹងលុបចោលបទបញ្ញត្តិដែលមិនយុត្តិធម៌ហើយនៅមួយទៀតគឺទៅជាមួយនឹង event របស់ Binance គឺជា Binance Trader League Season 2គេបានចាប់ផ្ដើមរៀបម្ដងទៀតហើយដោយនៅក្នុងនោះគឺគេមានរង្វាន់សរុបរហូតដល់ទៅ$6 លានណោះសម្រាប់អ្នក trade spot ហើយនិងអ្នក trade future អញ្ចឹងអ្នកគ្នាគឺអាចចូលរួមធ្វើការ trade បានដូចគ្នាដើម្បីទទួលបាននៅ reward ដែល Binance គេបានរៀបចំនេះមិនថាអ្នក trade future ឬក៏អ្នក trade spot ទេអូខេអញ្ចឹងតើជាមួយនឹងព័ត៌មាន crypto ក៏ដូចជាបច្ចេកទេសហោថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីធ្វើការ update ថ្មីបន្តទៅមុខទៀតខ្ញុំនឹងយកមកធ្វើការចែកជូនទៅកាន់គ្នាបន្តទៅមុខទៀតដូចគ្នាបើសិនជាមានអ្វីធ្វើការ update ថ្មីបន្តទៅមុខទៀតខ្ញុំនឹងយកមកធ្វើការចែកជូនទៅកាន់គ្នាបន្តទៅមុខទៀតដូចគ្នាអញ្ចឹងយើងគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត